សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជូសៀនដែលជាភាគបន្តដើមនៅពេលនេះលោកម្ចាស់មូក៏ចង់និយាយទៅកាន់លោកម្ចាស់ឈិនលោកម្ចាស់ឈិនក៏ថាលោកម្ចាស់មូមិនចាំបាច់និយាយនោះទេយ៉ាវរបស់ខ្ញុំឈឺតាំងពីតូចមកម្លេះជោគវាសនារបស់នាងគឺមិនអាចរស់ដល់20ឆ្នាំឡើយចំពោះមង្គលការនេះលោកម្ចាស់មូក៏បានថាលោកម្ចាស់ឈិនចាំមកផ្លេតណាខ្ញុំមិនបានដឹងជាមុនថាលោកម្ចាស់មកវិញក៏មកដល់ផ្ទះខ្ញុំនៅថ្ងៃនេះហើយយន្តរបស់ខ្ញុំនឹងក៏ប្លែកខុសពីសពដងទៀតចាំយប់នេះខ្ញុំនិយាយជាមួយគេប្រកាសជាចង់រៀបការហើយលោកម្ចាស់ឈិនក៏ថាល្អអញ្ចឹងលោកម្ចាស់មូក៏ថាសុំទោសផងថ្ងៃនេះទទួលមិនបានដិតដល់លោកម្ចាស់ឈិនក៏បាននាំចៅស្រីចាក់ចេញមកកាសមកដល់ខាងក្រៅឈិនមឹងយ៉ាក៏បានសួរលោកតាខ្ញុំលើលោកពូមួយនិយាយថាមួយជិនគឺជាមនុស្សគ្មានបានការតែថ្ងៃនេះយ៉ាបានឃើញតែផ្ទាល់ភ្នែកហើយលោកម្ចាស់ឈិនក៏បានថាពាក្យចាមរាមិនពិតនោះទេថ្ងៃនេះក្មេងប្រុសម្នាក់នេះគឺជាមនុស្សដែលក្លាហានប្រយុទ្ធយ៉ាងស្វិតស្វាញនៅក្នុងសំណាក់ពាក្យចាមរាមដែលគ្រប់គ្នាថាគេគឺជាមនុស្សសម្រាមនៅក្នុងទីក្រុងប៉េយឺនតាមិនជឿថាលោកម្ចាស់មកត្រូវបានតាក់ទាញដោយមនុស្សសម្រាមទេឈិនមឹងយ៉ាក៏បានសួរលោកតាបានចឹងមែនហេតុអីបានជាមានពាក្យចាមរាមកាលពីមុននៅក្នុងទីក្រុងប៉េយឺនលោកតាគាត់ក៏បានថាមួយយឺនគឺមកពីគ្រួសារគ្រូកងវិលនៅអេរីធានីគេជាកូនអ្នកដឹកនាំម្នាក់តែគេនៅតែបង្ហាញការដាក់ខ្លួនថ្ងៃក្រោយបើមង្គលការរបស់ចៅជាមួយគេខាត់ឡើងពិតមែននោះថាមិនត្រូវយើងអាចប្រើគេឈ្មោះរបស់គ្រូសាមូស្វែងរកអ្នកព្យាបាលជំងឺចម្លែកចៅបានតាសង្ឃឹមថាឯងបានរៀបការជាមួយគេចោះឈិនមឹងយ៉ាគិតក្នុងចិត្តតែម្នាក់ឯងខ្ញុំមិនសល់ពេលតែមួយឆ្នាំទៀតតែប៉ុណ្ណោះរូបភាពរបស់យើងនេះបើយើងមើលមកខាងតួប្រុសរបស់យើងវិញពេលនេះលោកម្ចាស់មកកំពុងតែសួរគេអំពីចម្ងល់ផ្សេងតាក់ទងនឹងការចម្រាញ់ថ្នាំនឹងឯងនិយាយពីថាគាត់សួរមិនចេះហត់នោះទេតួប្រុសយើងគ្រាន់តែស្ដាប់គាត់ហ្នឹងក៏ធុញនឹងឆ្លើយដែរក៏សរសើរលោកម្ចាស់មកដែរគាត់មានឋានៈប៉ុណ្ណាណីប៉ុន្តែដាក់ខ្លួនមកសួរតួប្រុសរបស់យើងដើម្បីចេះបន្ថែមទៀតតានឹងសួរមិនចេះតិចគេឆ្លើយម៉ាត់គឺដូចជាគាត់បានអានសភៅមិត្តពណ៌អញ្ចឹងតួប្រុសយើងនិយាយពីស្មៅមួយគាត់បកស្រាយអញ្ចឹងតើមួយយន្តរបស់យើងពិតជាចង់បិទមាត់គាត់ខ្លាំងណាស់តើថ្ងៃលិចបានគាត់ត្រឡប់ទៅវិញអ្នកទាំងអស់គ្នាចេញមកខាងក្រៅរកពីគាត់គឺខំហានគ្រូសាមូទាំងអស់អ្នកណាមិនគោរពគាត់ទៅចម្លែកអញ្ចឹងហើយពួកគេក៏បានជួនដំណើរលោកម្ចាស់មកអញ្ចឹងទៅចំណែកមួយយន្តរបស់យើងនៅក្នុងផ្ទះនេះកំពុងតែរកវិធីដើម្បីជួយព្យាបាលរាងកាយមួយនេះរឹងមាំដូច្នេះក៏បាននឹកឃើញរូបភាពអតីតកាលចាស់យើងមើលយើងបានឃើញគេហាក់ដូចជាបង្កើតក្លូនមួយក៏ប៉ុន្តែក្លូននោះត្រូវបានរលាយដោយសារតែការវាយប្រហារពីគូបដិបកណាម្នាក់យើងក៏មិនដឹងមួយយន្តរបស់យើងពិតប្រាកដគិតក្នុងចិត្តទៅពួកទេវតាទាំងអស់នេះគប់ខិតគ្នាជាមួយគេពេលនេះព្រះចង់ឲ្យយើងមានជីវិតសាជាថ្មីយើងនឹងត្រឡប់ទៅវិញសម្រាប់ពួកឯងគ្រប់គ្រងពិភពលោកម្ដងទៀតក្រោយមកឪពុករបស់គេក៏បានចូលមកការបើចូលមកអង្គុយសម្រួលអរិយាប័ត្រត្រឹមត្រូវហើយក៏បាននិយាយជាមួយកូនថ្ងៃនេះកូនធ្វើឲ្យពុកចាប់អារម្មណ៍មែនតែនតាំងពីធ្វើជាឪពុករបស់កូនឲ្យច្រើនឆ្នាំមកនេះពុកពិតជាពុកដែលគួរឲ្យអាម៉ាស់គ្រាន់តែថាមង្គលការជាមួយគ្រូសាឈិនពុកសង្ឃឹមថាកូននឹងយល់ព្រមហេតុអ្វីគ្រូសាធំទាំង4កាន់កាប់ធនធានភិជានៃទីក្រុងប៉េយឺនបច្ចុប្បន្នគ្រូសាវាងគ្រូសាទាវបានចាប់ដៃគ្នាដាក់សម្ពាធលើគ្រូសាមូហើយនិងគ្រូសាឈិនកូនក៏ដឹងដែរថាព្រឹត្តិការណ៍ធំហើយនិងព្រឹត្តិការណ៍ពីរផ្សេងទៀតរបស់គ្រូសាគឺក្រអឺតក្រទុំយើងកំពុងធ្វើការសហការជាមួយនឹងគ្រូសាឈិនដើម្បីកាត់បន្ថយសម្ពាធដែលកំពុងតែប្រឈមនឹងយើងដល់ចំណុចនេះមួយយើងក៏បានគិតទៅអតីតកាលឪពុកចិញ្ចឹមម្នាក់នេះស្ដីបដៅគេកាលពីក្មេងកូនតែងតែទ្រាំនឹងវាព្រោះខ្លាចធ្វើឲ្យពុកមានបញ្ហាប៉ុន្តែកុំភ្លេចថាពុកក៏ជាមេគ្រួសារដែលសម្ដីនេះបញ្ជាក់ថាកូនឯងកុំខ្លាចគេពេកបើគេធ្វើបាបប្រាប់ឪមកដល់កាត់ដល់បច្ចុប្បន្នឪពុកក៏នៅតែសុំកូនឲ្យកូនជួយយល់ព្រមរឿងនេះរឿងរៀបការបើមិនពេញចិត្តចាំដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើនេះហើយចាំលេងលះវិញទៅមួយយន្តរបស់យើងក៏បានថាយល់ព្រមប៉ុន្តែគេនៅតែមានលក្ខខណ្ឌឪពុកក៏បានយល់ព្រមលក្ខខណ្ឌប៉ុណ្ណាលុយច្រើនប៉ុណ្ណាក៏ពុកយល់ព្រមដែរឯមួយយន្តរបស់យើងមានតែរលុយអីហាឡើងលក្ខខណ្ឌរបស់គេគឺសុទ្ធតែគ្រឿងផ្សំថ្នាំអ្នកទាំងអស់គ្នាហើយអារងចាំស្អែកទេគឺចង់បានជប់នឹងតែម្ដងឪពុកលឺហើយបើភ្នែកធំឆ្ងល់តែម្ដងមួយយន្តក៏បានអេះក្បាលតែវាលំបាករោណាស់មែនទេឪពុកក៏បានថាមិនលំបាករោទេគ្រូសាមូយើងដែលខ្វះគ្រឿងផ្សំថ្នាំពីងកាល់ពុកនឹងឲ្យគេបញ្ជូនរៀបឲ្យកូនការប្រកួតចាក់ចេញទៅមួយយន្តនិយាយតែម្នាក់ឯងឲ្យតែកម្លាំងខ្ញុំកើនឡើងមកវិញនោះសម្ពាធដែលពុកបានលើកឡើងនោះវាលែងជាសម្ពាធទៀតហើយឈុតបន្ទាប់ទៀតអ្នកកំឡោះយើងក៏ចាប់ផ្ដើមស្លថ្នាំដំណាក់កាលបច្ចុប្បន្នវាយឺតពេលក្នុងការកែលម្អឆ្អឹងទាំង19អ្វីដែលយើងត្រូវធ្វើគឺពន្លត់ឆ្អឹងពិចារណារួចរាល់ហើយទូប្រុសរបស់យើងក៏ចាប់ផ្ដើមធ្វើការចម្រាញ់ថ្នាំដើមដំបូងគឺដាក់ស្មៅសិនជីបន្ទាប់មកទៀតគឺផ្កាប៉ៃយិនបន្ទាប់មកគឺស្មៅលាវឆាវកម្លាំងដែលមាននៅក្នុងស្មៅសិនជីអាចចម្រាញ់ឈាមផ្កាប៉ៃយិនមានភាពរឹងមាំស្មៅលាវឆាវទោះបីមានភាពស្រពេចស្រពិលបន្តិចប៉ុន្តែអាចបង្កើនឥទ្ធិពលនៃថ្នាំសំខាន់បំផុតរវាងស្មៅសិនជីនិងផ្កាប៉ៃយិនចំណាយពេលប្រហែលជាប្រមាណម៉ោងទូប្រុសយើងក៏ចម្រាញ់បានថ្នាំគ្រាប់រួចរាល់តែមិនសូវសប្បាយចិត្តប្រមាណនោះទេព្រោះគេមិនអាចបង្កើតថ្នាំឆ្អឹង10បានឡើយព្រោះតែកម្រិតរាងកាយរបស់គេខ្សោយពេកអញ្ចឹងលេបថ្នាំដែលមានប្រសិទ្ធភាពតាមដែលអាចធ្វើបានសិនទៅគេក៏បានលេបថ្នាំមួយគ្រាប់គឺថាថ្នាំមួយគ្រាប់នេះអាចជួយជួសជុលមួយ
ចំនួនចំពោះរាងកាយដែលខ្សោយរបស់គេប៉ុន្តែបន្ទាប់ពីគេលេបហើយសាឡបងជួសជុលរាងកាយរបស់គេហើយក៏ឃើញថាគឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដូច្នេះក៏បានលេបមកគ្រាប់ទៀតរួចក៏បានជួសជុលម្ដងទៀតបាត់ដៃបំផ្លាញគុជកណ្ដាប់ដៃរាងកាយត្រជាក់វាអាចធ្វើឲ្យរាងកាយមានអារម្មណ៍កើនឡើងទៅដល់ថាមពលផ្ទុះពេលវេលារាត្រីក៏បានកន្លងផុតទៅយើងឃើញអាទូប្រុសយើងកំពុងតែអង្គុយសមាធិមិនទាន់សម្រាកនៅឡើយទេលេបថ្នាំចំនួន4គ្រាប់អាចទម្លុះដល់ដំណាក់កាលទី2កម្លាំងក៏កើនឡើងជាង7ដងផងដែរអេដមានបញ្ជាក់ឲ្យអ្នកទាំងអស់នេះដឹងបន្តិចការទម្លុះកម្រិតមកកាន់ដំណាក់កាលទី2នៃកម្រិតទី1នេះគឺជាការវឹកហាត់ផ្នែកឆ្អឹងធ្វើឲ្យរឹងមាំធ្វើឲ្យខ្លួនមានកម្លាំងស្មើនឹងគោបា3ក្បាលឯទូប្រុសរបស់យើងវិញគឺថាដល់ដំណាក់កាលនេះដូចគេប៉ុន្តែកម្លាំងលើសពីអ្នកដែលដំណាក់កាលស្មើគ្នា30%ដូច្នេះចំពោះសត្រូវបច្ចុប្បន្នដូចជាព្រឹត្តិការណ៍ក្នុងគ្រួសារមូនឹងប៉ះពាល់គេមិនបានទេដឹងតែគេដាក់ទាំងហើយបន្ទាប់មកក៏បានក្រោកឡើងថាទៅសម្រាកចឹងទៅប៉ុន្តែក្រោកឡើងស្រាប់តែប៉ាំងមានអារម្មណ៍អត់ស្រួលតាមពិតដោយសារតែប្រតិកម្មរមូរជូសៀននៅក្នុងខ្លួនរបស់គេនឹងនោះឯងហើយតាមពិតពលឹងរបស់គេនៅក្នុងរមូរជូសៀនបានជ្រើសរើសរាងកាយជាច្រើនណាស់ប៉ុន្តែគ្មានណាអាចទទួលយកបាននោះទេអ្នកដែលរមូរជូសៀនបានសាឡបងចូលទៅក្នុងរាងកាយគឺរលីអស់រលីងទីបំផុតមានតែរាងកាយមួយនេះឯងដែលរមូរជូសៀនអាចនៅបានជាហេតុធ្វើឲ្យទូប្រុសយើងមានការងឿងឆ្ងល់ហេតុអីបានជាគេជ្រើសរើសរាងកាយមួយនេះហេតុអីបានជាត្រូវភ្ញាក់នៅទីនេះមើលទៅវាប្រហែលជាមានទំនាក់ទំនងខ្លាំងជាមួយនឹងរមូរជូសៀនហើយអញ្ចឹងទៅមិនដឹងថាពេលនេះត្រូវធ្វើអីនោះទេស្របពេលជាមួយគ្នារមូរជូសៀនក៏បានប្រតិកម្មធ្វើឲ្យមួយយឺរបស់ជាឈឺក្បាលយ៉ាងខ្លាំងប៉ុន្តែគេដឹងច្បាស់ថាធម្មពលនេះនឹងមិនបង្កគ្រោះថ្នាក់ដល់គេឡើយនេះជាឱកាសល្អក្នុងការគ្រប់គ្រងវាបើប្រៀបធៀបជាមួយនឹងកំហឹងជាមួយនឹងពួកទេវតាទាំងនោះការឈឺចាប់ប៉ុណ្ណឹងគឺមិនអស្ចារ្យអីនោះទេអញ្ចឹងឲ្យទូប្រុសយើងមួយយឺនក៏បន្តការឈឺចាប់អត់ធ្មត់ដើម្បីអាចគ្រប់គ្រងរមូរទេពជូសៀនឲ្យបានមួយយឺនរបស់យើងស្រែកឡើងចាចឹងដល់ទាំងអស់គ្នាយើងបានឃើញថាទីនឹងហុយផ្សែងឲ្យទលោមល្ងឹតឈឹងតែម្ដងបន្ទាប់មកលបងយើងក៏បានសន្លប់បាត់ទៅដល់ភ្ញាក់ពីសន្លប់មកក៏ឈឺទៀតឡើងស្រែកចាទៀតដល់ទាំងអស់គ្នាប៉ុន្តែកម្លាំងគឺខ្លាំងជាងមុនអាឡាតឡើងលើឆ្វាច់ចុះវិញឡើងលយដែលលើកនេះគឺកម្លាំងរបស់គេកើនឡើង4ដងទៀតអាកំពុងតែឡើងថាមពលខ្លាំងជាងមុនស្រាប់តែមួយយន់ចូលមកអាសម្រាប់មួយយឺនអាគាត់នៅកូនប្រុសរបស់ព្រះរាជាទី2មូហ្វឹងឈីញវាយមួយយឺនយើងតាំងពីទូឲ្យធ្វើបាបគេណាក្នុងគ្រួសារគេទេពកសលជាងគេណាទាំងអស់គ្នាលយណាគេដើរមកឌឺដាក់តួប្រុសយើងមកដល់ភ្លាមក្បួយកោអៅមួយយឺនរបស់យើងមួយយឺនអាសម្រាប់អាកូនចង្រៃឋានយិនក៏គិតក្នុងចិត្តទេពកោសលឲ្យស្មានមិនដល់អាចឈានដល់ដំណាក់កាលទី5បែរជាធ្វើរឿងបែបនេះមួយយន់ក៏បានសួរមកកាន់មួយយិនរបស់យើងអានដើកឯងធ្វើអីពិតប្រកបទៅឯងឲ្យនាយកសាលាដេញយើងចេញពីសាលាឲ្យយើងខ្លាចទៅជាមនុស្សទាត់ខ្យល់ដោយសារតែឯងទាំងអស់ឯងវែងអ្នកបំរើម្សិលមិញឯងពិតជាក្លាហានណាស់ហើយបានធ្វើឲ្យឪពុកយើងលុតជង្គង់មួយយិនអាសម្រាមស្ដាប់យើងឲ្យច្បាស់ឥឡូវនេះទៅរកឪពុកយើងឲ្យលុតជង្គង់សុំទោសគាត់ភ្លាមទៅរកនាយកសាលាឲ្យសុំឲ្យគាត់លុបចោលការដកឈ្មោះយើងភ្លាមទៅបើមិនចឹងទេមួយយិនរបស់យើងក៏បានថាលុតជង្គង់ឲ្យយើងសុំទោសមួយយន់ក៏ថាត្រូវហើយឬក៏ឯងចង់ឲ្យយើងធ្វើដោយការពីយើងនៅក្មេងចង់មកខំឲ្យយើងប្រើកម្លាំងរបស់យើងទៅលើឯងទៀតតែមែនទេដូចអញ្ចឹងមួយយិនខឹងបដ ாய் នឹកឃើញអតីតកាលដែលពួកនឹងធ្វើបាបគេនៅពីតូចមូឡាំងមួយយន់នឹងធ្វើបាបវាយពីចងាយក៏មានជន់ក្បាលបខំឲ្យតួប្រុសយើងព្រុសអីអញ្ចឹងទៅតែមួយយិនរបស់យើងក៏បានគិតក្នុងចិត្តយើងដឹងថាឯងមានការឈឺចាប់ប៉ុណ្ណាចាប់ពេលនេះយើងមិនឲ្យមានរឿងនេះកើតឡើងចំពោះឯងម្ដងទៀតទេមួយយន់ក៏បន្តថាអាសម្រាប់ឆាប់លុតជង្គង់ហើយសុំទោសបើមិនចឹងទេយើងមិនសភាពដាក់ឯងទៀតនោះទេនឹងធ្វើឯងដោយការពីក្មេងអញ្ចឹងដែលគិតក្នុងចិត្តផងដែរថាមិនថាអាសម្រាប់មួយយន់នេះចិត្តស្និទ្ធជាមួយលោកម្ចាស់ម៉ោប៉ុណ្ណាឡើយពេលនេះវាគ្រប់គ្រាន់ក្នុងការគំរាមគេរងចាំលោកម្ចាស់ម៉ោឃើញគេជាសម្រាប់ដែលគ្មានបានការនោះយើងប្រាថ្នាអីគឺដូចចិត្តហើយមួយយន់ក៏បានថាលុតជង្គង់អ្នកដែលគួរតែលុតជង្គង់គឺជាឯងហ៎មួយយិនឯងគិតថាបានចិត្តស្និទ្ធជាមួយលោកម្ចាស់មកឯងលែងជាសម្រាមហើយឬសម្រាមនៅតែសម្រាមគិតតែខ្លួនឯងជាអ្នកណាហេតុឯងមិនព្រមលុតជង្គង់រួចក៏បានដាក់អាមេមកខ្វាច់ចង់មកវាយទូប្រុសរបស់យើងកំឡុងពេលដែលគេលោតមកវាយបែបហ្នឹងមួយយិនគិតក្នុងចិត្តថាដំណាក់កាល4កម្រិត1គោបា9ខ្លា2ជាកណ្ដាប់ដៃថងបៃថ្ងៃនេះយើងនឹងឲ្យឯងដឹងអ្នកណាជាសម្រាមកណ្ដាប់ដៃបំបីត្បូងដល់អញ្ចឹងកណ្ដាប់ដៃកម្រិតទី1ដូចគ្នាប៉ះគ្នាពាក់ក្នុងផ្ទះនឹងអីវ៉ាន់ដួលប្រងព្រាកពីនឹងប្រាវអស់លីងអាផ្កាភ្លើងនៅតបៃព្រាកបន្ទាប់មកអាគាត់នឹងប៉ឹងប៉ើងថ្មោលបាក់ដៃបាត់ញ័រជើងកខាក់បកាច់ដូចកែប្រឡាក់អំបិលចឹងដៃរបស់យើងកម្លាំងសង្ហាមួយយិនរបស់យើងក្រពាត់ដៃដើរមកយ៉ាងសង្ហាហើយក៏បានសួរទៅពេលនេះអ្នកណាជាសម្រាមមិនអាចទៅរួចទេហេតុអីបានជាឯខ្លាយជាខ្លាំងបែបនេះមួយយិនរបស់យើងក៏បានប្រាប់ទៅកណ្ដាប់ដៃកំតិចត្បូងរបស់រាងកាយត្រជាក់អាចបង្កើនធម៌ពលផ្ទុះរបស់អ្នកវឹកហាត់យុទ្ធសិលវាខ្លាំងជាងអ្នកវឹកហាត់យុទ្ធសិលទូទៅចំនួន2ដងដូច្នេះតែឯងអាចឈ្នះយើងបានដល់របៀបណាមិនអាចទៅរួចទេឯងគ្រាន់តែជាសម្រាមមួយយិនក៏បានថាព្រោះភ្លាមទៅយើងនឹងដោះលែងឯងមកជើងប៉ាំងថ្មោលអាប៉ាំងហើយនឹងឆ្លៀតតមាត់ទៀតឯងយល់សពទៅពិតទេ
ដើមម្ដងចាប់អាដៃដែលកំពុងតែបាក់ហ្នឹងស្រែកយោយឈឺយ៉ាងប្រកាច់ឲ្យគ្នាជឿឬអត់គ្រាន់តែយើងប្រើមរៀបរបស់យើងសង្កត់តែបន្តិចដែលរបស់ឯងនៅមិនអាចធ្វើការបានជារៀងរហូតអត់ទេកុំអីមួយយិនក៏បានថាព្រុសទៅយើងគ្មានពេលលេងជាមួយអាយុទេណា1 2គាត់នឹងព្រុសមកខ្ញុំព្រុសគ្នាយើងណាដែលកំពុងតែមើលជួយចិត្តពេកចង់ព្រុសក៏ព្រុសទៅអេដមីនអត់ព្រុសទេកុំចូលតួតាមអេដមីនពេកអេដមីនចូលតួក៏ចូល50ដែរមិនដល់ 100% ទេបន្ទាប់មក Move Function ក៏បានចូលមកមួយយិនតែឯងកំពុងតែធ្វើអីពុកអើយលោកពុកមកយំអោបដូចកូនងាចឹងទៅមួយយិនអាចងរៃយោតែឯងកំពុងតែធ្វើស្អីមួយយិនរបស់យើងក៏បានថាធ្វើស្អីមែនទេអត់បានធ្វើអីផងយើងគ្រាន់តែលេងជាមួយគ្នាសប្បាយដោយការពីក្មេងតាមួយយិនឯងហ៊ានធ្វើចរិតបែបនេះហ៊ានវាយបងប្អូនឯងនៅក្នុងគ្រួសារថែមទាំងឲ្យកូនយើងព្រុសទៀតយើងគិតថាឯងនេះមិនអាចលើកលែងឲ្យបានទេព្រឹត្តិការណ៍ទី2មានបញ្ហាស្អីខ្ញុំចាំថានៅពេលដែលខ្ញុំអាយុ9ឆ្នាំមួយយន់ក៏បានធ្វើបែបនេះដាក់ខ្ញុំដែរគេបានប្រាប់ពុកថាគ្រាន់តែជាការលេងរបស់ក្មេងៗតែប៉ុណ្ណោះនោះពិតជាការលេងរបស់ពួកក្មេងៗពិតមែនមួយយិនក៏បានថាពិតដែរបន្ទាប់មកខ្ញុំអាយុ12ឆ្នាំមួយយិនបានយកខ្ញុំធ្វើដូចជាបាវខ្សាច់នៅពេលខ្ញុំអាយុ15ឆ្នាំមួយយិនបានចងខ្ញុំព្យួរពីលើដើមឈើធ្វើជាគោលដៅសម្រាប់បាញ់ធ្នូនេះគឺជាអ្វីដែលហៅថាជាល្បែងរបស់ក្មេងលេងហ៎បានហើយយ៉ាងណាក៏ដោយឯមួយយិនគឺជាបងប្អូនរបស់ឯងបងប្អូនជាមួយសម្រាមបែបនេះហីមិនស័ក្តិសមធ្វើជាបងប្អូនរបស់ខ្ញុំទេពីមុនធ្វើដាក់ខ្ញុំបែបណានោះពេលនេះខ្ញុំនឹងធ្វើដាក់គេវិញតាមវិធីរបស់គេឯងគិតថាឯងធ្វើអ្វីតាមតែចិត្តដោយសារតែឯងចិត្តស្និទ្ធជាមួយនឹងលោកម្ចាស់ម៉ូមែនទេពេលនេះយើងនឹងសម្លាប់ឯងយើងមិនជឿថាម៉ូវិនដោយសារតែឯងម្នាក់បំផ្លាញគ្រូសាមូនោះទេមួយយិនក៏បានថាហ៊ានហីដាក់ទៅវិញទៅមកបរោយចិត្តវាយដល់គ្នាហើយលោកម្ចាស់មូក៏បានមកដល់ល្មមឈប់ទៅពួកគេក៏បានបង្អាក់សកម្មភាពព្រឹត្តិការណ៍ទី2ខ្ញុំគិតថាលោកក្រអឺតក្រទមពេកហើយទាំងមួយយន់ហើយនឹងយិនសតតែក្មេងនៅក្នុងគ្រួសាររបស់យើងក្មេងប្រយុទ្ធគ្នាទៅវិញទៅមកមានរបួសជារឿងធម្មតាទេប៉ុន្តែលោកពិតជាចង់សម្លាប់យិនលោកនៅតែស្គាល់ថាគេគឺជាកូនរបស់ខ្ញុំមូលីនឈិនដែរទេអ្វីដែលបានកើតឡើងថ្ងៃនេះថ្ងៃក្រោយមិនគួរមានទៀតនោះទេតានឹងក៏បានគាំងយោបល់និយាយជាមួយប្រធានគ្រួសារមិនច្បាស់លាស់ទេប្រធានគ្រួសារក៏បន្តទៀតថាព្រឹត្តិការណ៍ទី2តើលោកមិនលើអ្វីដែលខ្ញុំទៅតែនិយាយទេទៅព្រឹត្តិការណ៍ទី2ក៏លេហ៊ាននិយាយទៀតអញ្ចឹងហើយគាត់ក៏បានបណ្ដេញចេញនៅមេកាមូចោលតែម្ដងទៅព្រោះតានឹងនាំភ្លើមុនគេឆ្លើយដាក់អ្នកប្រុសប្រហែលជាង10ឆ្នាំមកឥឡូវត្រូវមកកំភ្លៀងនាំរឿងដាក់គេត្រូវបដ យបដិញ្ញហើយតានឹងចង់ទៅណាទៅឲ្យតួប្រុសរបស់យើងគិតអំពីអត្តសញ្ញាណគាត់ខ្លះដែរប៉ុន្តែតានឹងមិនសំខាន់ម៉ានមិនបាច់និយាយច្រើនពីតាអ្នកអំរើនឹងទេរឿងដែលសំខាន់ពេលនេះគឺថាពុករបស់តួប្រុសយើងនាំតួប្រុសយើងទៅជួបជាមួយនឹងអនាគតប្រពន្ធរបស់គេម្ដងទៀតលឺអញ្ចឹងក៏អញ្ចឹងណាឪក៏បានថាស្អីមកជាមួយឪលឿនមកពីអ្នកឪកូនពេលរដើនៅតាមផ្លូវឪក៏បានសម្គាល់ឃើញនៅកម្លាំងនិងសមត្ថភាពរបស់កូនអញ្ចឹងគាត់ក៏បានថារាងកាយរបស់កូនរឹងមាំជាងមុន4ដងហើយកម្លាំងថែមទាំងខ្លាំងជាងមុនទៀតផងក្មេងប្រុសសំអុយឯងនេះនៅតែចង់លាក់ដល់ពេលណាទៀតមួយយន្តក៏បានតបទៅខ្ញុំមិនដឹងថាពុកចាប់ខ្ញុំបានលឺយ៉ាងនេះសោះគាត់ក៏បានថាពុកមិនសួរថាមានរឿងអីកើតឡើងទេប៉ុន្តែបានជាឯងយល់ព្រមរៀបការហើយឯងត្រូវតែបំពេញតាមសន្យាឯងច្បាស់ជាដឹងហេតុអីបានជាចាំបាច់រៀបការជាមួយនាងឈិនហើយឈិនមឹងយ៉ាវមានជំងឺចម្លែកតាំងពីតូចឆ្លងកាត់ការព្យាបាលជាច្រើនដងគ្រូពេលរាប់មិនអស់បានព្យាបាលនាងតែមិនជោគជ័យទេដូច្នេះនាងមិនអាចរស់ដល់អាយុ20ឆ្នាំឡើយបានជាឯងស្គាល់លោកម្ចាស់មកលោកម្ចាស់ឈិននាំនាងមកពេលនេះសង្ឃឹមថាឯងនឹងអញ្ជើញលោកម្ចាស់មកជួយពិនិត្យជំងឺឲ្យនាងមួយយឺនរបស់យើងគេក៏បានគិតអញ្ចឹងទេអីមិនចម្លែកទេដែលគ្រូសាឈិនជ្រើសរើសខ្ញុំនោះរួចក៏បាននិយាយជាមួយឪពុកទៅលោកពុកខ្ញុំក៏គ្មានទំនាក់ទំនងជ្រាលជ្រៅអីជាមួយលោកម្ចាស់មកដែរហើយតាចាស់នេះជាមនុស្សរំខានខ្លាំងណាស់ខ្ញុំពិតជាមិនជួយចិត្តអត់ធ្មត់នៅក្បែរគាត់នោះទេឪពុកក៏បានស្ដីឲ្យទាំងសំណួរតែឯងដឹងថាលោកម្ចាស់មកនឹងក៏ធំប៉ុណ្ណាទេនិយាយឲ្យវាមានការគួរសមខ្លះផងស្ដីឲ្យកូនមិនទាន់ផុតពីមាត់ផងស្រាប់តែអ្នកអំរើរត់មកប្រាប់ថាលោកម្ចាស់មកជាមួយនាយកសាលាហ្នឹងគឺមិនចង់ជួបទូប្រុសយើងពួកគាត់នឹងមានសំណួរជាច្រើនចង់សួរទូប្រុសយើងទៀតដល់កោទូប្រុសយើងធុញទៀតហ៎ទូប្រុសយើងក៏ថាពុកលឺផ្ទាល់តែជាអីដូចខ្ញុំនិយាយចឹងតាចាស់នេះរំខានខ្លាំងណាស់ដល់កូនចឹងពេកខ្ជិលនិយាយជាមួយដែរថាការល្ងីល្ងើទៅមិនបាក់និយាយគ្នាអ្នកទាំងអស់គ្នាដល់ប្រែទៅជាមនុស្សឆ្លាតនោះក៏បាក់និយាយគ្នាទៀតកូនលបល់យោនេះវើយឈុតបន្ទាប់ទៀតឥឡូវនេះដល់ពេលដែលថាពួកគាត់គឺជួបជុំគ្នាហើយពួកគាត់ក៏បានរាក់ទាក់គ្នាដោយការគូសំទៅលោកម្ចាស់មូក៏បានថាថ្ងៃនេះគ្រូសាគាត់មានកិត្តិយសណាស់ដែលលោកម្ចាស់មកលេងម្ដងទៀតលោកម្ចាស់មកក៏បាននិយាយតាមត្រង់ទៅតាមពិតគាត់គឺមិនចង់ជួបជាមួយនឹងអ្នកប្រុសមួយយិនដែលផ្ទាល់តែពីអ្នកឯកជនតែប៉ុណ្ណោះមិននឹកស្មានថាមកដល់គ្រូសាគឺមានភ្ញៀវកិត្តិយសដតីមកដែរសោះដូច្នេះសូមទោសដែលមករំខានឆ្លៀតក្នុងឱកាសនេះលោកម្ចាស់ឈិននឹងក៏សូមឲ្យលោកម្ចាស់មកជួយពិនិត្យជំងឺឲ្យកូនស្រីរបស់គាត់តែម្ដងទៅដែលគាត់ប្រាប់អាការៈជំងឺមួយចំនួនថាកូនស្រីរបស់គាត់នេះឈឺមានអាការៈឈឺណាជំងឺត្រជាក់តាំងពីតូចរៀងរាល់ថ្ងៃពេញបរមីហ្នឹងរាងកាយរបស់នាងគឺត្រជាក់ខ្លាំងគឺគ្មានអ្វីអាចបង្ក្រាបបាននោះទេជាស្ដាយនាងមិនអាចរស់ផុតអាយុ20ឆ្នាំឡើយគ្រប់គ្នាមើលមុខគ្នាលិញឡង់លោកម្ចាស់មកក៏បានថាបានជាអ្នកនាងឈិនគឺជាគូស្នេហ៍របស់អ្នកប្រុសមួយយន្តទៅហើយតាចាស់ម្នាក់នេះនឹងជួយឲ្យអស់ពីសមត្ថភាពកាយវិការគាត់លយ
យខ្លាំងណាស់តាមពិតគឺគាត់ចង់មាន credit ឲ្យមួយយឺនរបស់យើងដឹងគុណគាត់អីចឹងណាសំណុកគាត់មកសួរលើក្រោយទៀតអញ្ចឹងក៏ឲ្យអ្នកនាងឈិនទៅកន្លែងគូសំទៅគាត់ជួយពិនិត្យឲ្យដល់ពេលនាងមកឲ្យគាត់ពិនិត្យគាត់ក៏បានពិនិត្យនាងតាមវិធីសាស្ត្ររបស់គាត់ការបើឃើញដូច្នេះមួយយឺនរបស់យើងក៏បានគិតគាត់មានការពិនិត្យជីវចរយ៉ាងស្ទាត់ជំនាញខ្ញុំគិតថាគាត់ច្បាស់ជាឆ្លងផុតដំណាក់កាលទី10នៃកម្រិតទី1ហើយឯលោកម្ចាស់មកក្រោយពីពិនិត្យជីវចរឲ្យឈិនមឹងយ៉ាងហើយក៏បានគវីក្បាលតែម្ដងទើបលោកម្ចាស់ឈិនក៏បានសួរអំពីបញ្ហាទើបគាត់ក៏បាននិយាយអំពីប្រភពនៃបញ្ហាទាំងនោះនិយាយសរុបរួមទៅគឺគាត់គ្មានសមត្ថភាពព្យាបាលជំងឺនឹងដូចគ្នាការបើសូម្បីតែលោកម្ចាស់មកក៏គ្មានលទ្ធភាពក្នុងការព្យាបាលនាងបានលោកម្ចាស់ឈិនក៏អស់សង្ឃឹមដឹងឲ្យចៅស្រីច្បាស់ជាមិនផុតអាយុ20នោះទេដល់អញ្ចឹងលោកម្ចាស់មកក្រហមបន្តិចក៏បានថាតាកាចាស់ម្នាក់នេះប្រហែលជាមិនអាចទេប៉ុន្តែបើនិយាយអំពីប្អូនប្រុសមូប្រហែលជានឹងមានវិធីមួយកំពុងតែផឹកទឹកសុកលឺអញ្ចឹងឆ្លក់ទឹកបដ យក្នុងគំនិតក៏គិតទៅតាចាស់ម្នាក់នេះពិតជាធ្វើឲ្យខ្ញុំខឹងជារៀងរាល់ថ្ងៃដោយតែងតែផ្ដាល់នៅបន្ទុកឲ្យខ្ញុំតែរហូតហ្នឹងឯគ្រប់គ្នាវិញលឺហើយក៏សឹងតែមិនជឿដែរលោកម្ចាស់មកក៏បាននិយាយបន្តទៀតប្អូនប្រុសមូគឺជាគ្រូស្លថ្នាំដែលមានទេពកោសល្យដែលខ្ញុំបានជួបអស់ជាច្រើនឆ្នាំខ្ញុំមិនដែលឃើញអ្នកណាដូចគាត់ឡើយតាចាស់ខ្ញុំនេះមានបទពិសោធន៍អស់ជាច្រើនឆ្នាំហើយប៉ុន្តែចំណេះដឹងគឺមិនបាន10% របស់ប្អូនប្រុសមូនេះទេណាដូច្នេះជំងឺចម្លែករបស់នាងឈិនតាចាស់នេះមិនអាចព្យាបាលបានប៉ុន្តែប្អូនមូប្រហែលជាមានវិធីមួយហើយស្លេងជួបគ្នានៅវីដេអូក្រោយបាយបាយ